សួស្តីពុកម៉ែបងប្អូនអរគ្នាតោះថ្ងៃនេះមកធ្វើផ្លែសម្រាប់ដាក់នៅជើអរគ្នាពុកម៉ែបងប្អូនបងមានដាច់លូសយោហើយនេះយោសម្រាប់ស្របដាច់លូសហើយក៏មានកវិលសម្រាប់ពួកផ្លែតោះធ្វើអរគ្នាពុកម៉ែបងប្អូនបងយកកវិលមកដាក់ចូលក្នុងផ្លែមកនេះសម្រាប់ពួកទៅមួយផ្លែមួយដាក់យោតូចចាក់វាធ្លុះអានេះគេគេកាត់ស្នាប់ដាក់រួចហើយយើងវឹសឲ្យវាស្អាតមកវឹសមួយទៅអាចស្មើផ្លែកាត់វារួចមួយចង្ហីហើយបងប្អូននៅចង្ហីទៀតក៏ដាក់ដូចគ្នាចោះធ្លុះដូចគ្នាដែរដាក់ទាំងពីរឯងដាក់មកមើលតាស្មើយើងកាត់វាដូចគ្នាកាត់រួចរាល់ហើយបងប្អូនដាក់សាក់មើលទៅដាក់មើលទៅមុំនេះយើងវាពេលត្រីខំទៅវាត្រឡោះគឺការអត់វាយើងអត់វាខំទៅអត់ត្រឡោះឲ្យត្រីយើងវាឲ្យវាស្អាតដល់យកចោលត្រីខំទៅវាត្រឡោះនេះរួចយើងរុំដាច់លូសនេះដាច់លូសស្នល់រុំប្រមាណ5ជុំ6ជុំរុំរួចចាំយើងណែនេះយកត្រីមកកាត់រៀបមើលស្អាតទៅចាំយកណែនេះអាចទៅយកស្របនៅយកមកស្របដាក់ចូលទៅយើងស្របវាស្របដាច់ចាំយកដាច់កេះមករលវាស្អាតរឹបមកណែនយើងអត់ណែនជួយកាត់ត្រីខំទៅវារបូតកេះរលវារឹបទៅយករឹបដាច់លូសណនេះរឹបស្អាតទៅរលហើយរលទៀតមើលថារឹបហើយជប់បាក់ជប់រលទៅរលទៀតរំដងទៀតមើលថាវារឹបណែនអត់កើកទៅដាក់សាក់មើលតំណងអត់រួចរាល់បងប្អូននៅតែយកដាក់ជាមួយផ្លែដែលធ្វើថ្ងៃមុននេះផ្លែធ្វើថ្ងៃមុនធ្វើរួចរាល់ហើយបន្តដាក់ផ្លែទឹមធ្វើផ្លែដាក់